ចូលព័ន្ធនាពីព្រឹត្តិការណ៍សំខាន់ៗដែលកើតមានឡើងនៅក្នុងប្រវត្តិសាស្ត្រកម្ពុជានាសតវត្សទី20ដោយចាប់ផ្ដើមឡើងនៅសម័យអាណានិគមបារាំងចាប់ពីឆ្នាំ1863ដល់ឆ្នាំ1953ដោយនៅឆ្នាំ1904សៀមបានប្រកល់ខេត្តត្រាទន្លេពៅមូលូព្រៃនិងស្ទឹងត្រែងមកឲ្យខ្មែរវិញឆ្នាំ1907សៀមបានប្រកល់ខេត្តបាត់ដំបងសៀមរាបនិងសេរីសោភ័ណ្ឌមកឲ្យកម្ពុជាវិញ1908បារាំងបានគូផែនទីភ្នំដងរែកដែលមានតំណាងដោយភ្នាក់ងារបារាំងសៀមដែលទទួលស្គាល់នៅលើឆាកអន្តរជាតិឆ្នាំ1946មានការបោះឆ្នោតលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រខ្មែរឆ្នាំ1947មានការដាក់ឲ្យប្រើរដ្ឋធម្មនុញ្ញលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រខ្មែរថ្ងៃទី4ខែមិថុនាឆ្នាំ1949បារាំងបានកាត់ទឹកដីកម្ពុជាក្រោមឲ្យទៅវៀតណាមថ្ងៃទី8ខែវិច្ឆិកាឆ្នាំ1949បារាំងបានប្រកល់ឯករាជ្យបណ្ដោះអាសន្នដល់កម្ពុជាឆ្នាំ1953ព្រះបាទនរោត្តមសីហនុបានធ្វើព្រះរាជបូជនីយកិច្ចដើម្បីទាមទារឯករាជ្យជូនដល់កម្ពុជាថ្ងៃទី9ខែវិច្ឆិកាឆ្នាំ1953កម្ពុជាទទួលបានឯករាជ្យពេញលេញពីបារាំងឆ្នាំ1954មានប្រតិបត្តិការបណ្ដេញពួកវៀតមិញចេញពីកម្ពុជាឆ្នាំ1955ពួកសៀមបានលើកទ័ពទាំងកំរោលចូលទៅកាន់កាប់តំបន់ព្រះវិហារចូលទៅដល់សម័យមួយទៀតគឺសម័យសង្គមរាស្ត្រនិយមចាប់ពីឆ្នាំ1955ដល់1970ដល់នៅថ្ងៃទី3ខែមិនិនាឆ្នាំ1955នោះគឺព្រះបាទនរោត្តមសីហនុបានដាក់រាជ្យថ្វាយព្រះបិតាដែលជាព្រះបាទសូរ៉ាមរតនៅថ្ងៃទី23ខែមិនិនាឆ្នាំ1955ព្រះបាទនរោត្តមសីហនុបានបង្កើតរបបនយោបាយសង្គមរាស្ត្រនិយមនៅថ្ងៃទី14ខែធ្នូឆ្នាំ1955កម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃទី15ខែមិថុនាឆ្នាំ1962តុលាការអន្តរជាតិនៃទីក្រុងឡាអេបានកាត់ក្តីឲ្យប្រទេសកម្ពុជានឹងឈ្នះទៅលើរឿងក្តីក្រាមប្រាសាទព្រះវិហារចូលដល់សម័យមួយទៀតគឺសម័យសាធារណរដ្ឋខ្មែរចាប់ពីឆ្នាំ1970ដល់ឆ្នាំ1975នៅថ្ងៃទី18ខែមិនិនាឆ្នាំ1970គឺការធ្វើរដ្ឋប្រហារទម្លាក់ព្រះបាទនរោត្តមសីហនុចេញពីតំណែងដោយសេនាប្រមុខលន់នល់នៅឆ្នាំ1969ដល់ឆ្នាំ1973គឺជាការទម្លាក់គ្រាប់បែកមកលើប្រទេសកម្ពុជាដោយសហរដ្ឋអាមេរិកនៅចាប់ពីឆ្នាំ1970ដល់ឆ្នាំ1975គឺសង្គ្រាមស៊ីវិលមានការផ្ទុះឡើងនៅកម្ពុជាចូលទៅដល់សម័យមួយទៀតគឺសម័យកម្ពុជាប្រជាធិបតេយ្យចាប់ពីឆ្នាំ1975ដល់ឆ្នាំ1979នៅថ្ងៃទី17ខែមេសាឆ្នាំ1975នោះគឺពួកខ្មែរក្រហមបានឡើងកាន់កាប់អំណាចបាននៅទីក្រុងភ្នំពេញដែលមានការជំលះប្រជាជនពីក្នុងទីក្រុងនិងទីប្រជុំជននានាទៅកាន់ទីជនបទហើយចាប់ផ្ដើមបង្កើតរបបបល្ល័យពូជសាសន៍ហើយនៅថ្ងៃទី2ខែធ្នូឆ្នាំ1978មានការបង្កើតអង្គការក្រមសារណសេរីសង្គ្រោះជាតិកម្ពុជានៅថ្ងៃទី7ខែមករាឆ្នាំ1979គឺការយកជ័យជំនះទៅលើរបបបល្ល័យពូជសាសន៍និងការរំដោះបានយ៉ាងជាផ្លូវការពីរបបកម្ពុជាប្រជាធិបតេយ្យនោះហើយចូលដល់សម័យមួយទៀតគឺសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជាចាប់ពីឆ្នាំ1979ដល់ឆ្នាំ1989គឺការស្ដារនិងការកសាងប្រទេសជាតិឡើងវិញឆ្នាំ1989ដល់ឆ្នាំ1991គឺរបបរដ្ឋកម្ពុជា91ដល់93គឺមានការបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នដែលបង្កើតឡើងដោយអ៊ុនតាក់ហើយនៅឆ្នាំថ្ងៃទី23ខែតុលាឆ្នាំ1991គឺមានកិច្ចព្រមព្រៀងសន្តិសុខទីក្រុងប៉ារីសថ្ងៃទី14ខែវិច្ឆិកាឆ្នាំ1991គឺជាមាតុភូមិនិវត្តន៍របស់ព្រះបាទនរោត្តមសីហនុថ្ងៃទី23ដល់ថ្ងៃទី28ខែឧសភាឆ្នាំ1993មានការបោះឆ្នោតសកលលើកដំបូងអាណត្តិទី1ដែលរៀបចំឡើងដោយអ៊ុនតាក់នៅថ្ងៃទី14ខែធ្នូ1992ប្រាសាទអង្គរវត្តត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌអន្តរជាតិនៅថ្ងៃទី24ខែតុលាឆ្នាំ1993នោះគឺមានការឡើងសោយរាជ្យលើកទី2របស់ព្រះបាទនរោត្តមសីហនុការប្រកាសឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញសាជាថ្មីហើយសម័យចុងក្រោយគេគឺសម័យប្រជាជាតិកម្ពុជាទី2ចាប់ពីឆ្នាំ1993ដល់បច្ចុប្បន្នគឺនៅឆ្នាំ1998គឺប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញចាប់ផ្ដើមមានការអភិវឌ្ឍប្រទេសក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចហ៊ុនសែននៅថ្ងៃទី30ខែមេសាឆ្នាំ1999ប្រទេសកម្ពុជាបានចូលជាសមាជិកអាស៊ាន